គេឲ្យស្រឡាញ់អីដែលខ្លួនឯងមានតែមីខ្ញុំនេះហេតុអីសក់ត្រង់មានហើយអត់ស្រឡាញ់ទៅស្រឡាញ់សក់រួញនៅមិនសុខតែអ្នកទាំងអស់គ្នាយប់ឡើងយុទ្ធនាការមូសក់ទាំងយប់តែម្ដងចាតបពីមូរួចឥឡូវអ្នកទាំងអស់គ្នាតាមដានជាមួយខ្ញុំថាតើការមូសក់របស់ខ្ញុំនេះអាចជំនួសឲ្យម៉ាស៊ីនមូសក់បានដែរអត់ឥឡូវតោះយើងទៅមូសក់ហើយយើងស្រាយមើលទាំងអស់គ្នាតែម្ដងដូចជាវាយូរឥឡូវយើងមកស្រាយម្ដងពីរមើលថាតើបន្ទាប់ពីការមូអស់មួយយប់ហើយគេងទាំងសក់បែបនេះហ្នឹងវាស្អាតប៉ុណ្ណាទៅអ្នកទាំងអស់គ្នាឥឡូវចាប់ផ្ដើមចេញរូបរាងតិចតិចហើយអូគិតថាអាចជំនួសបានខ្លះអ្នកទាំងអស់គ្នាអញ្ចឹងយើងចំណេញពេលខ្លាំងមែនទែនអត់ពិបាកផឹកឡើងបញ្ញាបញ្ញាប់ទៅណាទៅណីហើយត្រូវចំណាយពេលធ្វើសក់ទៀតទេអញ្ចឹងពេលយប់មុនចូលគេងយើងមូទៅអ្នកទាំងអស់គ្នាមូទុកមួយយប់ទៅស្អែកព្រឹកឡើងចាំស្រាយដូចខ្ញុំហើយងាយមែនតើអ្នកទាំងអស់គ្នាខ្ញុំគិតថាអ្នកទាំងអស់គ្នាគឺងាយស្រួលក្នុងការធ្វើខ្លាំងព្រោះយើងអត់មានត្រូវការចំណាយសម្ភារៈអីច្រើនទេយើងមានតែកសែងឬក៏អេប៉ុងឬក៏ខ្មែរអីមួយមកយើងយកមកយើងដាក់ចំណុចកណ្ដាលហើយយើងចាប់ផ្ដើមមូទៅមូមកទៅតាមអ្នកទាំងអស់គ្នាគិតថាស្រួលតែអ្នកទាំងអស់គ្នាអាច research មើលវីដេអូរបស់គេបន្ថែមហើយខ្ញុំមើលតាមឲ្យ idol របស់ខ្ញុំគឺបង Kim Richly ខ្ញុំមើលវីដេអូគាត់ហើយខ្ញុំសាករៀនធ្វើតាមមានអីអ្នកទាំងអស់គ្នាមានអីខ្ញុំមូទុកទៅពីល្ងាចពីយប់ចឹងទៅគឺរួចរាល់ជាការស្រេចស្អែកឡើងលុបលាងមុខឲ្យស្អាត skin care តិចតិចដាក់ក្រែមមកធ្លាក់សក់មកអ្នកទាំងអស់គ្នាប៉ុណ្ណឹងបានហើយមានអីទៅចំណាយពេលយូរហើយក៏ចំណេញទាំងពេលវេលាចំណេញទាំងថវិកាទៀតហើយសម្រាប់សក់នេះដែរគឺមូមកឃើញថាស្អាតខ្លាំងមែនទែនមិនមែនប្រើម៉ាស៊ីនមូទេហើយក៏មិនមែនមូដោយកម្ដៅដែរគឺមូដោយដៃអ្នកទាំងអស់គ្នាគឺមូរួញមកស្អាតបែបធម្មជាតិតែម្ដងហើយវីដេអូរបស់ខ្ញុំការចែកម្លែកពីរបៀបនៃការមូសក់របស់ខ្ញុំគឺមានតែប៉ុណ្្នេះទេអ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដានទស្សនាក៏ដូចជាការពេញចិត្តនិងចូលចិត្តមើលនៅវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀត